បើសិនជាប្រទេសជាតិមានបញ្ហាអីលើកនេះចង់ឲ្យអាមួយដែលប្រកែទៅគេអាមួយដែលប្រកែសុំត្រេង section ណាចង់ឲ្យវាដើរគៀងកើជំនួយម្ដងមើលចង់ដឹងបានប្រមាណបងប្អូនណាហើយចង់ដឹងមានមនុស្សប្រមាណអ្នកដែលហ៊ានចូលជំនួយតាមវាបងប្អូនណាបើបងប្រុសម្នាក់ទៀតដែលរៃលុយបានច្រើនជាងគេនៅក្នុងស្រុកខ្មែរដូចជា1 លានដុល្លារនោះបាទហើយគាត់មានជំនួយជោគជ័យរបស់គាត់ត្រឹមត្រូវបាទគឺនៅអាមួយនឹងមិនទុកចិត្តបងប្រុសម្នាក់ហ្នឹងផងចោះតម្រាំតែអាមួយនឹងវាផ្សព្វផ្សាយលបែងវាលបែងព្រឹកតល្ងាចយប់តភ្លឺបាទសួរថាមានណាគេហ៊ានចូលលុយតាមវាអត់បងប្អូនទេអត់ហ៊ានចូលតាមវាបើវាលបែងជួយតែបាយលបែងអញ្ចឹងអូចាក់បាល់ផងស្អីបងអូអានោះលបែងជួយលបែងអាណាហ៊ានចូលលុយតាមហើយអាមិនឡាអញហ៊ានចូលផងដោយសារអីអត់អាណាហ៊ានចូលតាមហើយបើយកលុយទៅចាក់លបែងអស់ជួយមិនបដ យើងគិតមើលសុបែបងប្រុសម្នាក់ទៀតគាត់មានចំនួនជោគជ័យនៅក្នុងដៃបាទរាប់ម៉ឺនរាប់សែនរាប់លានដុល្លារគាត់មានចំនួននៅក្នុងដៃបាទហើយម្នាក់សិតតែអត់ទុកចិត្តគាត់ខ្លាចគាត់យកលុយទៅចេញចុះហើយចុះអាមួយដែលផ្សព្វផ្សាយលបែងព្រឹកងាយនោះអាមួយហ្នឹងបើចង់ឲ្យវាចេញគៀងកើជំនួយម្ដងមើលបាន$1000អត់បងប្អូនទេហើយបើបាន$1000ហ្នឹងវាចេះបែងចែកកញ្ចប់ថវិកាហ្នឹងអត់បងប្អូនទេឬមួយក៏មិនហ៎បងប្អូនខ្ញុំអត់ហ៊ានបញ្ចេញឈ្មោះព្រោះល្បីថាមួយហ្នឹងវាសើយបាទវាសយអញ្ចឹងបញ្ចេញឈ្មោះវាទៅខ្លាចសយដល់យើងដែរអញ្ចឹងចង់ដឹងចង់បើប្រទេសជាតិមានបញ្ហាអីលើកនេះចង់ឲ្យអាហ្នឹងចេញធ្វើជំនួយម្ដងមើលអាប្រកែសុំត្រេង section បាទខ្ញុំអត់បញ្ចេញឈ្មោះវាទេអញ្ចឹងចង់ឲ្យវាចេញធ្វើជំនួយម្ដងមើលខ្ញុំមើលវាបានប្រមាណ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ